ហើយអ្វីបានជាស៊ីម៉ាំងជីតានីអេซอជាស៊ីម៉ាំងដ៏ពេញនិយមបំផុតសម្រាប់ស៊ុបបកាដូចជា Lamborghini និង Ferrari ជាដើមជីតានីអេซอត្រូវបានគេស្គាល់ថាគឺជាស្ដេចសម្លេងឬក៏ជាស៊ីម៉ាំងដែលមានសម្លេងខ្លាំងនិងស្រែកបានខ្ពស់បំផុតនៅក្នុងវិស័យស៊ុបបកាសូម្បីតែទូឯកកាំបោ3000លោក DDA កាលមកកម្ពុជាក៏បានប្រើប្រាស់ជាមួយនឹងស៊ីម៉ាំងជីតានីអេซอនៅលើរថយន្ត Lamborghini Aventador SVJ របស់គាត់ដែរជីតានីអេซอត្រូវបានបង្កើតឡើងដោយផ្ដោតសំខាន់ទៅលើសម្លេងដែលមានភាពខ្ពស់គេប្រើប្រាស់បច្ចេកទេសរចនាស៊ីម៉ាំងដែលធ្វើឲ្យលំហូរខ្យល់ចេញពីម៉ាស៊ីនមានល្បឿនលឿនជាទីបំផុតដែលបង្កើតបានជាសម្លេងក្រហមបែបរថយន្តប្រណាំង F1 សម័យដើមជីតានីអេซอភាគច្រើនជាប្រភេទ full straight pipe ឬក៏ edge pipe ដែលគ្មាន muffler ឬក៏ resonator ឡើយដែលវាអនុញ្ញាតឲ្យសម្លេងផ្ទុះចេញពីម៉ាស៊ីនរត់មកខាងក្រៅដោយផ្ទាល់និងគ្មានអ្វីរាំងស្ទះសម្រាប់វាឡើយដែលជាហេតុធ្វើឲ្យវាមានកម្រិត decibel ខ្ពស់ជាទីបំផុតរហូតដល់ជាង140 decibel ឯណោះដែលចំនួនប៉ុណ្ណេះគឺវាច្រើនជាងស៊ីម៉ាំង Akrapovic Novitec ក៏ដូចជា IPE ផងដែរជីតានីអេซอត្រូវបានគេផលិតឡើងពីលោហៈធាតុដែលមានគុណភាពខ្ពស់និងកម្រាស់ស្តើងល្មមដែលរំញ័ររបស់វាជួយបង្កើនភាពស្រួយនៃសម្លេងជាពិសេសនោះគឺលោហៈធាតុ Iconel ឬក៏ stainless steel ជាដើមដែលមានសមត្ថភាពអាចធន់នឹងកម្ដៅខ្លាំងនិងបង្កើតសម្លេងបានយ៉ាងល្អប្រេងម៉ាស៊ីន Zeal ជាប្រេងម៉ាស៊ីនដែលផលិតឡើងតាមស្តង់ដារអន្តរជាតិ API ជាមួយនឹងបច្ចេកវិទ្យារបស់ប្រទេសបារាំងប្រើប្រាស់ប្រេងម៉ាស៊ីន Zeal ម៉ាស៊ីនស្ទុះជាងមុនកាត់បន្ថយកម្ដៅសន្សំសំចៃប្រេងឥន្ធនៈនិងប្រើប្រាស់បានយូរប្រេងម៉ាស៊ីន Zeal ជាផលិតផលសុទ្ធ 100% មកពីអារ៉ាប់មិនតែប៉ុណ្ណោះប្រេងម៉ាស៊ីន Zeal ក៏បានចែកចាយជាច្រើនប្រទេសនៅលើពិភពលោកនិងទទួលស្គាល់ដោយក្រុមហ៊ុនផលិតយានយន្តនិងគ្រឿងម៉ាស៊ីនធំៗដូចជា Mercedes-Benz, Volvo, Volkswagen, Mack, MAN, Renault និង Caterpillar ផងដែររាល់ពេលដែលបំពាក់នៅស៊ីម៉ាំងជីតានីអេซอគេតែងតែធ្វើការធូននៅ Step 2 ឬក៏ Bubble Tone ដែលធ្វើឲ្យមានជាការបាញ់ភ្លើងនិងសម្លេងផ្ទុះខ្លាំង Backfire ចេញពីស៊ីម៉ាំងកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងប្រទេសមួយចំនួនស៊ីម៉ាំងជីតានីអេซอគឺត្រូវបានគេបែនមកឲ្យប្រើប្រាស់នៅលើដងផ្លូវសាធារណៈឡើយហើយត្រូវបានគេអនុញ្ញាតឲ្យប្រើតែនៅលើទីលានប្រណាំងរថយន្តតែប៉ុណ្ណោះហើយពីខ្ញុំតែមានតែប៉ុណ្ណឹងទេកុំភ្លេចជួយ like និងជួយ Subscribe អ្នកមួយជួបគ្នានៅវីដេអូក្រោយ